ในឆ្នាំ1945ក្រោយអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅទីក្រុង Hiroshima និង Nagasaki គេឈ្មោះរបស់ Albert Einstein ត្រូវបានគេទទួលស្គាល់ថាជាបិតានៃនុយក្លេអ៊ែរម្យ៉ាងដោយសារតែលោកជាអ្នកបង្កើតទ្រឹស្ដីស្ដីពីទំនាក់ទំនងរវាងម៉ាស់និងថាមពលគឺរូបមន្តដ៏ល្បីល្បាញស្មើ MC ការ៉េ Albert Einstein កើតនៅថ្ងៃទី14ខែមីនាឆ្នាំ1879ក្នុងប្រទេសអាល្លឺម៉ង់ហើយស្លាប់នៅថ្ងៃទី18ខែមេសាឆ្នាំ1955នៅសហរដ្ឋអាមេរិកហើយលោកមានសញ្ជាតិ3ទី1សញ្ជាតិអាល្លឺម៉ង់ឆ្នាំ1879ដល់ឆ្នាំ1933ទី2សញ្ជាតិស្វីសឆ្នាំ1901ដល់ឆ្នាំ1955ទី3សញ្ជាតិអាមេរិកឆ្នាំ1940ដល់ឆ្នាំ1955ស្នាដៃសំខាន់របស់ Albert Einstein ទី1 Relativity ទូទៅទី2 Relativity ពិសេសទី3ចលនាប្រោនទី4ផលហ្វូតូអគ្គិសនីទី5រូបមន្តសមមូលម៉ាស់ថាមពលទី6សម័យកាលដែនរបស់ Einstein ទី7ទ្រឹស្ដីរួមអំពីដែនទី8ស្ថិតិបុស្តិ៍ Einstein ទី9 EPR paradox រង្វាន់ដែល Albert Einstein បានទទួលរង្វាន់ Nobel ផ្នែករូបវិទ្យាឆ្នាំ1921មេដាយ Copley ឆ្នាំ1925ខាងក្រោមនេះគឺជារឿងរ៉ាវដ៏អស្ចារ្យកម្លាំងទាំង11របស់ Albert Einstein ដែលលោកអ្នកពុំធ្លាប់បានដឹងទី1 Einstein ជាមនុស្សកំសាកមើងម៉ាត់តែចិត្តទូលាយទី2សម្រាប់ Einstein របបកំហើញការគិតឃើញជាពិសេសមួយប៉ុន្តែមិនដែលគិតថាខ្លួនជាមនុស្សមានទេពកោសល្យនោះទេទី3 Einstein មិនដែលពាក់ស្រោមជើងនោះទេនៅសម័យនោះស្រោមជើងឆាប់រហែកពេកធ្វើឲ្យគាត់ស្អប់វាជាខ្លាំងហេតុនេះហើយ Einstein ចូលដំណេកដោយមិនពាក់ស្បែកជើងនិងជើងទទេទី4ក្នុងមួយថ្ងៃ Einstein ដេករយៈពេល10ម៉ោងទី5 Einstein ជាមនុស្សមិនចូលចិត្តសាំញ៉ាំច្រើននៅពេលខ្លះគាត់បោកខោអាវជាមួយនឹងសាប៊ូលាងចានជូតមុខរបស់គាត់នឹងក្រណាត់ជូតផ្ទះហូបបាយជាមួយនឹងចានផេះបារីជាដើមគេសួរគាត់ថាគាត់ខ្វល់ខ្វាយអំពីសម្លៀកបំពាក់របស់គាត់ដែរឬទេគាត់ឆ្លើយថាវាមិនកំសត់ពេកទេអីបើសិនជាដឹងថាខោអាវនឹងចាញ់ទាំងក្រណាត់ខ្ចប់សាច់ទៀតនោះទី6គេកម្រនឹងឃើញ Einstein ញញឹមណាស់ប៉ុន្តែមានរូប Einstein មួយដែលលៀនអណ្ដាតដ៏ល្បីដែលថតនៅថ្ងៃទី14ខែមីនាឆ្នាំ1951នៅថ្ងៃកំណើតទី72របស់លោកអ្នកថតរូបឲ្យក្រុមហ៊ុនទូរគមនាគមន៍ INS បានសុំឲ្យគាត់សើចហើយគាត់ក៏លៀនអណ្ដាតបែបនេះលើសពីនេះទៅទៀត Einstein ហាក់បីដូចជាពេញចិត្តនឹងរូបថតនោះណាស់ដោយបានសុំឲ្យគេផ្តិតចំនួន9សន្លឹកបន្ថែមទៀតនៅឆ្នាំ1951រូបថតនោះទទួលបានរង្វាន់ពីការប្រកួតដែលរៀបចំដោយកាសែតនៅទីក្រុងញូវយ៉កជាងនេះទៅទៀតរូបថតនេះត្រូវបានបោះពុម្ពជាតែមប្រេសនីយទៀតផងទី7នៅក្នុងពិធីជប់លៀងមួយតារាភាពយន្ត Marilyn Monroe បាននិយាយទៅកាន់ Einstein ថាបើសិនជាយើងទាំងពីរនាក់ម្នាក់ជាស្រីស្អាតនិងម្នាក់ទៀតជាអ្នកប្រាជ្ញមានកូនជាមួយគ្នាមិនដឹងជាអស្ចារ្យយ៉ាងណាទេ Einstein ឆ្លើយតបថាកូននោះប្រហែលជាមានមុខមាត់ដូចខ្ញុំនិងមានប្រាជ្ញាដូចនាងផងក៏មិនដឹងទី8 Einstein សរសេរអក្ខរាវិរុទ្ធខុសដូចក្មេងបឋមសិក្សាក្នុងមួយឆាកជីវិតរបស់គាត់សរសេរអក្សរអជារូបភាពក្នុងកញ្ចក់របស់គាត់វិញទី9 Einstein មិនសូវប្រសពចងចាំតួលេខនិងសញ្ញាសម្គាល់ងាយទេតួយ៉ាងការសម្ភាសពីភ្នាក់ងារកាសែតម្នាក់ដែលសុំឲ្យលោកឆ្លើយពីតម្លៃរបស់ល្បឿនពន្លឺលោកមិនអាចឆ្លើយបានទេហើយបាននិយាយតបថាហេតុអ្វីក៏យើងត្រូវចងចាំនៅអ្វីដែលសរសេរក្នុងសៀវភៅនោះទី10 Einstein ជាមនុស្សចូលចិត្តសរសេរសម្បត្តិពេលគាត់ក្លាយជាបុគ្គលល្បីឈ្មោះហើយក៏ដោយក៏គាត់នៅតែបន្តសរសេរសម្បត្តិឆ្លើយឆ្លងទៅមកចំនួនជាង 10000 ច្បាប់ទី11 Einstein ល្បីឈ្មោះថាជាអ្នកដែលបានបន្សល់ទុកនៅពាក្យពេចន៍ល្បីៗជាច្រើនឧទាហរណ៍គាត់បានពណ៌នាបុគ្គលិកលក្ខណៈរបស់មនុស្សថាការប្រែប្រួលចិត្តអប្រិយរបស់មនុស្សវាពិបាកជាងការកែប្រែលក្ខណៈសម្បត្តិរបស់ផ្លុយតូនិយមទៅទៀតពេលគាត់និយាយពីទ្រឹស្ដី Relativity គាត់បានឧទាហរណ៍បែបនេះថាចូលសាកដាក់ដៃរបស់អ្នកលើចង្ក្រានកម្ដៅរយៈពេល1នាទីអ្នកនឹងមានអារម្មណ៍ថា1នាទីនេះហាក់ដូចជា1ម៉ោងអញ្ចឹងផ្ទុយទៅវិញបើសិនជាអ្នកចំណាយពេលវេលាជាមួយនឹងស្រីស្អាតរយៈពេល1ម៉ោងវិញតើវាយ៉ាងម៉េចតើអ្នកនឹងមានអារម្មណ៍ថា1ម៉ោងនោះដូចជា1នាទីអញ្ចឹងនេះហើយជាអ្វីដែលយើងហៅថា Relativity